នេះរដីហើយនឹងនេះបាទរបស់យើងកំពុងតែញ៉ាំអាហារនៅក្រោមបំណក់ទឹកភ្លៀងត្រូវបានបាក់ដំបូលផ្ទះមកសង្កត់ពេលនោះក៏បាក់ផ្ទះរបស់នេះរដីហើយនឹងនេះបើហើយពេលនោះនេះរដីរបស់យើងក៏បានយំខ្លាំងមែនទែនជាមួយនឹងនេះបើចំណែកស្រីម៉ែនឹងប្រុសមកជាកូនអ្នកមានវិញក៏បានសើចចំអកទៅលើនេះរដីពេលនោះនេះរដីមិនដឹងទៅគិតយ៉ាងម៉េចជាមួយនេះបើពេលនោះនេះបើក៏បានទៅកាប់ព្រៃឈើដើម្បីយកមកផ្សះសង់ផ្ទះចំណែកនេះបើរបស់យើងគឺគិតខំធ្វើការពីមួយថ្ងៃទៅមួយថ្ងៃដើម្បីសាសង់ផ្ទះឲ្យប្រពន្ធខ្លួនពេលនោះនេះបើរបស់យើងក៏បានគិតខំធ្វើការក៏បានសាសង់ចេញជារូបរាងចេញពីផ្ទះម្ដងតិចហើយបន្ទាប់ពីគេសាសង់រួចគេក៏បានទៅរើសគ្រឿងអគ្គិសនីដែលគេបោះបង់ចោលនោះគេយកមកកែច្នៃដើម្បីដាក់ពពុះភ្លើងនៅក្នុងផ្ទះរបស់គេពេលនោះគេក៏បានសាសង់ផ្ទះរួចរាល់ហើយគេក៏បាននាំប្រពន្ធគេសប្រែប្រពន្ធគេពេលនោះយកប្រពន្ធគេបើកមកក៏ឃើញផ្ទះនោះក៏វ៉ារ៉ាវ៉ាស្អាតមែនទែនតែនេះពិតជាប្រណិតខ្លាំងមែនទែនហើយពេលនោះប្រមាណនឹងស្រីម៉ែរបស់យើងបានឃើញអញ្ចឹងក៏ស្លុតចិត្តតែម្ដងពេលនោះបើហើយនឹងនេះរដីក៏បានសើចចំអកវិញហើយជាមូលហេតុសើចគេពេលគេមានទុក្ខលំបាកនេះរដីហើយនឹងនេះបាទរបស់យើងកំពុងតែញ៉ាំអាហារនៅក្រោមបំណក់ទឹកភ្លៀងត្រូវបានបាក់ដំបូលផ្ទះមកសង្កត់ពេលនោះក៏បាក់ផ្ទះរបស់នេះរដីហើយនឹងនេះបើហើយពេលនោះនេះរដីរបស់យើងក៏បានយំខ្លាំងមែនទែនជាមួយនឹងនេះបើចំណែកស្រីម៉ែនឹងប្រុសមកជាកូនអ្នកមានវិញក៏បានសើចចំអកទៅលើនេះរដីពេលនោះនេះរដីមិនដឹងទៅគិតយ៉ាងម៉េចជាមួយនេះបើពេលនោះនេះបើក៏បានទៅកាប់ព្រៃឈើដើម្បីយកមកផ្សះសង់ផ្ទះចំណែកនេះបើរបស់យើងគឺគិតខំធ្វើការពីមួយថ្ងៃទៅមួយថ្ងៃដើម្បីសាសង់ផ្ទះឲ្យប្រពន្ធខ្លួនពេលនោះនេះបើរបស់យើងក៏បានគិតខំធ្វើការក៏បានសាសង់ចេញជារូបរាងចេញពីផ្ទះម្ដងតិចហើយបន្ទាប់ពីគេសាសង់រួចគេក៏បានទៅរើសគ្រឿងអគ្គិសនីដែលគេបោះបង់ចោលនោះគេយកមកកែច្នៃដើម្បីដាក់ពពុះភ្លើងនៅក្នុងផ្ទះរបស់គេពេលនោះគេក៏បានសាសង់ផ្ទះរួចរាល់ហើយគេក៏បាននាំប្រពន្ធគេសប្រែប្រពន្ធគេពេលនោះយកប្រពន្ធគេបើកមកក៏ឃើញផ្ទះនោះក៏វ៉ារ៉ាវ៉ាស្អាតមែនទែនតែនេះពិតជាប្រណិតខ្លាំងមែនទែនហើយពេលនោះប្រមាណនឹងស្រីម៉ែរបស់យើងបានឃើញអញ្ចឹងក៏ស្លុតចិត្តតែម្ដងពេលនោះបើហើយនឹងនេះរដីក៏បានសើចចំអកវិញហើយជាមូលហេតុសើចគេពេលគេមានទុក្ខលំបាក